បាទសូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាអ្នកនិយមតាមដាននៅរាល់វីដេអូខ្ញុំបាទកន្លងមកបាទអញ្ចឹងជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះនិយាយអំពីបាទ Suzuki Next បាទដែលប្រកាសចេញនៅប្រទេសម៉ាឡេស៊ីថ្មីនេះអញ្ចឹងម៉ូតូ Suzuki Next នេះអត់មានតាន់យកមកលក់នៅស្រុកខ្មែរទេណាពុកម៉ែបងប្អូនអរគ្នាបាទអូខេអញ្ចឹងមុននឹងចូលទៅដល់ព័ត៌មានលម្អិតអំពីម៉ូតូនេះសូមពុកម៉ែបងប្អូនអរគ្នា Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីជារៀងរាល់ថ្ងៃផងដែរបាទអញ្ចឹងសម្រាប់ Suzuki Next ឆ្នាំ2026នេះគឺអត់សូវកែប្រែអីច្រើនទេពុកម៉ែបងប្អូនអរគ្នាបាទដោយសារតែរក្សារូបរាងម៉ាស៊ីនអីនៅដដែលទេហ្នឹងហើយបាទអញ្ចឹងខ្ញុំនឹងរៀបរាប់លម្អិតចំណុចសំខាន់ខ្លះៗរបស់ Suzuki Next សេរីឆ្នាំ2026នេះជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាដូចតទៅបាទបាទអញ្ចឹងសម្រាប់ម៉ាស៊ីនប្រើប្រាស់នៅម៉ាស៊ីន Suzuki ECO Performance ណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹង Suzuki ECO Performance នេះដែលពាក្យហៅកាត់ថា SEP គឺជាការឈានមុខគេនៃបច្ចេកវិទ្យារបស់ម៉ាស៊ីន Suzuki រួមជាមួយនឹងប្រព័ន្ធ Suzuki Fuel Injection ដែលហៅកាត់ថា FI ដើម្បីសម្រេចបាននៅគុណភាពល្អបំផុតនៃពិភពលោកបាទអញ្ចឹងប្រព័ន្ធទាំងពីរនេះគឺជួយកាត់បន្ថយផ្សែងពុលទៅកាន់បរិស្ថាននិងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អផងដែរណាពុកម៉ែបងប្អូនអរគ្នាបាទនេះគឺជាប្រភេទម៉ាស៊ីន Suzuki បាទអញ្ចឹងចំពោះបាទម៉ាស៊ីន FI ឬក៏ហៅថា Fuel Injection នេះគឺជាប្រព័ន្ធបិចសាំងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងវាខុសពីប្រព័ន្ធ Carburetor ឬក៏ហៅថាបេនសាំងបាទអញ្ចឹងប្រភេទបេនសាំងគឺការបង្ហូរសាំងរបស់វាចូលទៅក្នុងបន្ទប់ចំហេះហ្នឹងគឺដោយការបឺតបញ្ចូលណាពុកម៉ែបងប្អូនអរគ្នាបាទដោយការបឺតបញ្ចូលប៉ុន្តែប្រភេទ FI ឬក៏ហៅថា Fuel Injection នេះគឺវាបានគ្រប់គ្រងដោយប្រព័ន្ធ ECM ឬក៏ហៅថា ECU ណាពុកម៉ែបងប្អូនអរគ្នាបាទដែលការបឺតបញ្ចូលក៏ដូចជាព្រុសសាំងរបស់វានឹងគឺគ្រប់គ្រងទៅដោយ ECM ទាំងស្រុងហើយវាព្រុសទៅដោយប៊ិចសាំងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងវាប្រើប្រាស់ប៊ិចសាំងដើម្បីព្រុសសាំងទៅកាន់បន្ទប់ចំហេះអញ្ចឹងវាមានផ្នែកត្រួតពិនិត្យផ្នែកអីផ្សេងក៏ដូចជា sensor ផ្សេងអ្នកផ្ដល់ព័ត៌មានអញ្ចឹងទៅណាពុកម៉ែបងប្អូនអរគ្នាបាទបាទអញ្ចឹងសម្រាប់អំពូលមុខគឺប្រភេទអំពូល LED បាទប្រភេទការរចនាបែបកីឡាសម័យទំនើបណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងងាយស្រួលនៅក្នុងការមើលផ្លូវអញ្ចឹងវាអត់កែប្រែអីច្រើនទេសម្រាប់ Suzuki នេះអំពូលមុខគឺនៅរក្សារូបរាងទម្រង់ដដែលទេពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងអត់មានអ្វីថ្មីទេបាទសម្រាប់ភ្លើងក្រោយជាប្រភេទភ្លើងអំពូលធម្មតានិងអាចឲ្យយើងដឹងអំពីការដែលយើងជន់ប្រាំងក៏ដូចជាពេលដែលយើងមានឧបសគ្គផ្សេងអញ្ចឹងសម្រាប់ស្តុបក្រោយនេះគឺភ្លឺច្បាស់ល្អនៅក្នុងពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើដំណើរហើយមានឧបសគ្គពេលដែលជន់ប្រាំងទៅដើម្បីឲ្យអ្នកខាងក្រោយបាទដឹងអំពីឧបសគ្គនៅខាងមុខបានយ៉ាងល្អបាទអញ្ចឹងចំពោះការរចនាកុងទ័រវិញគឺរក្សាទម្រង់ដដែលដែលការរចនានេះបាទគឺរចនាបែប classic អញ្ចឹងមានកន្លែងបង្ហាញគីឡូម៉ែត្របាទបង្ហាញតនិចសាំងក៏ដូចជាបង្ហាញនៅសញ្ញោឆ្វេងស្ដាំនិងបាទបង្ហាញអំពី check ផ្សេងផងដែរអញ្ចឹងសម្រាប់ផ្ទៃកុងទ័រគឺអត់មានភាពរញ៉េរញ៉ៃច្រើនទេគឺរចនាបែបបាទសាមញ្ញបុរាណអញ្ចឹងនេះគឺជាកុងទ័រ Suzuki Next ឆ្នាំ2026បាទចំពោះតែមផ្នែកខាងមុខវិញរចនាពាក្យថា Suzuki និង FI បាទដែលការរចនានេះគឺយករចនាបែបកីឡាសម័យទំនើបមកបញ្ចូលជាមួយនឹងតួម៉ូតូ Suzuki Next បាទស៊េរីឆ្នាំ2026ធ្វើឲ្យតួម៉ូតូនេះមើលទៅកាន់តែស្រស់ស្អាតនិងលេចធ្លោផងដែរអញ្ចឹងចំពោះការរចនាតែមអីគឺខាង Suzuki គឺអត់សូវរចនាអីឲ្យរញ៉េរញ៉ៃច្រើនទេបាទតែបើសិនជាយកមកលក់នៅក្នុងប្រទេសកម្ពុជាខ្ញុំឃើញថាការរចនាតែមហ្នឹងគឺមានការរចនាប្លែកពីប្រទេសគេណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងយើងចាំមើលថាតើនាំចូលមកស្រុកខ្មែរគឺការរចនាបែបណាហ្នឹងយើងចាំទស្សនាបន្តទៀតណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងចំពោះម៉ាស៊ីនវិញរក្សាម៉ាស៊ីនដដែលពុកម៉ែបងប្អូនអរគ្នាបាទរក្សាទម្រង់ដដែលហើយ
កម្របស៊ីម៉ាំងនេះមានការរចនាថ្មីខុសពីមុនបន្តិចបន្តួចណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់កម្លាំងវិញគឺរក្សាកម្លាំងដដែលសម្រាប់ម៉ាស៊ីន Suzuki Next ស៊េរីឆ្នាំ2026នេះអត់មានអ្វីផ្លាស់ប្ដូរទេបាទអញ្ចឹងប្រព័ន្ធដេរសំឡេងឮក៏នៅរក្សារូបរាងដដែលដែរបាទអញ្ចឹងចំពោះប្រព័ន្ធសោគឺប្រើប្រាស់ប្រភេទសោធម្មតាអត់បំពាក់ជាមួយសោ Smart Key ទេបាទអញ្ចឹងការបំពាក់សោនៅប្រទេសគេគឺអត់មានប្រព័ន្ធ Smart Key ទេពុកម៉ែបងប្អូនអរគ្នាបាទប៉ុន្តែចូលមកដល់ស្រុកខ្មែរស៊េរីឆ្នាំមុនគឺឃើញថាមានបំពាក់ទៅដោយ Smart Key ហើយ Smart Key នោះគឺជា Smart Key ប្រភេទ Smart Key ដំឡើងទេពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងប្រភេទ Smart Key ដំឡើងវាអត់មានអង្គគ្រប់គ្រងលេខកូដ Smart Key អីទេគឺគ្រាន់តែថាដាក់បំពាក់ Smart Key ឲ្យឃើញថាទាន់សម័យនឹងទំនើបតែប៉ុណ្ណោះអញ្ចឹងសម្រាប់ Smart Key នោះក្រុមហ៊ុនបានដោះចេញវិញហើយអត់មានលក់ប្រភេទ Smart Key ទៀតទេបាទដោយសារតែប្រព័ន្ធ Smart Key គឺអាសាជួបបញ្ហាជាញឹកញាប់ផងដែរអញ្ចឹងក្រុមហ៊ុនគេបានដោះចេញហើយអត់បំពាក់នៅជាមួយ Smart Key បន្តទៀតទេបាទអញ្ចឹងចំពោះការរចនាក្លុបដាក់អីវ៉ាន់ផ្នែកខាងមុខគឺមានភាពលេចធ្លោជាងមុនដោយសារតែបានរចនាទាំងសងខាងផងដែរពុកម៉ែបងប្អូនអរគ្នាបាទរចនាទាំងឆ្វេងទាំងស្ដាំហើយយើងឃើញថានៅខាងឆ្វេងហ្នឹងគឺមានរុនធំជាងខាងស្ដាំហើយដែលអាចដាក់ទៅនឹងដបទឹកបានមួយផងដែរបាទអូខេបាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាវីដេអូរបស់ខ្ញុំបាទបើសិនជាមានកំហុសខុសឆ្គងត្រង់ចំណុចណាក៏សូមអធិស្ឋានផងពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាពុកម៉ែបងប្អូនអរគ្នាបាទសូមជម្រាបលា